ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់កន្លែងដែលលេងមួយកន្លែងដែលបង្កើតឡើងដោយកូនខ្មែរគឺកសិដ្ឋានចិញ្ចឹមចៀមដែលមានឈ្មោះថា Kid Farm ចេញដំណើរពីផ្ទះខ្ញុំទៅនៅខេត្តកំពង់ស្ពឺទៅដល់ហ្នឹងប្រហែលជាចម្ងាយ70គីឡូម៉ែត្រហើយនៅពេលមកដល់យើងចុះបង់លុយហើយបាញ់អង្គរដើម្បីសម្រាប់មេរោគ Finally ខ្ញុំបានមកដល់ Kid Farm ហើយទម្រាំតែមកដល់ខ្ញុំជិះ8ឡើង2ម៉ោងទម្រាំមកដល់ Kid Farm នេះនៅខេត្តកំពង់ឆ្នាំងក៏យើងពាក់ស្ដៃនេះមិនអាចចូលបានណាហើយសវតនេះយើងអាចដូរបានភេសជ្ជៈម្នាក់ម្កាលហើយតម្លៃសវត1-20000ស្មើនឹង$5ជួយពាក់ប្រយោជន៍ពីមានទម្ងន់ឡើងដល់ដីទូយ៉ាងនេះគេច្របាច់ទឹកដោះពពែឲ្យយើងញ៉ាំភ្លាមៗហ្មងដល់បារាំងអត់រមអីជូនមកខ្ញុំថាផ្កាឡាវេនដ័រមែនមើលផ្កាឡាវេនដ័រទៅពណ៌ស្វាយដូចគ្នាឥឡូវយើងបានមកដល់ចំណុចលេខ6ហើយចឹងយើងអាចលក់ភេសជ្ជៈបាននឹងគ្រប់គ្រងផលិតផលក្នុងស្រុក I love ហ្មង Yes មេដៃ the best មកដល់ខ្ញុំភេសជ្ជៈយើងអាចយកអីបានច្រើនមុខបានប្រាប់ចាំហើយខ្ញុំទៅដូរជាមកពេលយប់ប៉ះស្អាតហ្មងវាមានតង់ហើយភ្លើងគេតង់នៅជើងភ្នំហ្មងនិយាយទៅនៅក្នុងហ្នឹងមានកន្លែងថតរូបស្អាតៗច្រើនមែនតើហ្មងតែដោយសារទូរស័ព្ទខ្ញុំអស់ថ្មអញ្ចឹងខ្ញុំអត់បានថតច្រើនទេអូខេចឹងឥឡូវយើងទៅកន្លែងជៀមច្រាំងទៀតអូខេ Let's go ឥឡូវយើងបានមកដល់កន្លែងជៀមច្រើននេះនោះនៅខាងក្រោយខ្ញុំសិតជៀមច្រាំងតាដល់ប៉ុណ្ណាតាដល់ប៉ុណ្ណាអូទេភាពស្អាតតែវ៉ាន់ទៀតកាមេរ៉ាទៀតចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ